អណនអើយធម៌ដែលយើងនិយាយមិនមែនជារឿងអត់កំបាំងទេយើងមិនមែនជាគ្រូដែលហួងហែងវិជ្ជាចូលឧស្សាហ៍ព្យាយាមយកចិត្តទុកដាក់សាងអំពើល្អអ្នកណាមានគំនិតលើផ្លូវល្អហើយរស់នៅដោយការមិនប្រហែសនៅក្នុងព្រះធម៌នោះអ្នកនោះនឹងអាចគេចផុតពីវាលវត្តសង្សារការស្លាប់រស់ហើយបញ្ចប់នៅទុក្ខយើងនឹងសម្រាកក្រោមដើមឈើនេះមើលនោះដើមរៀងគ្រប់ដណ្ដប់ទៅដោយផ្កាដ៏ស្រស់បំប្រងមិនមែនជារដូវកាលរបស់វាពិសេសមែនតែនមើលចុះការនោះធ្លាក់ចុះមកពីលើមេឃទៀតផងនោះមើលហើយភិក្ខុទាំងឡាយចាត់ទុកថាជារឿងដ៏ពិសិដ្ឋគួរឲ្យគោរពគួរឲ្យកោតខ្លាចហើយគួរឲ្យគោរពលោកអនុណាខ្ញុំចង់ជួបព្រះពុទ្ធជាម្ចាស់បានហើយលោកសុផាត់ថាឈប់រំខាន